បាទសួស្តីបងប្អូនឥឡូវនេះខ្ញុំបង្ហាញពីរបៀបដកលុយនៅក្នុង OneCoin ពី cash account ចូលទៅក្នុងធនាគាររបស់យើងនេះទៅគឺយើងវេលុយពីតែយើងមានលុយពី cash account ក្នុង OneCoin គឺយើងវេចូលទៅធនាគាររបស់យើងដែលយើងបាន register ជាមួយដូចជាធនាគារ ICICI ABA ក៏ដឹកញ៉ាំដើម្បីវេលុយធនាគារមុនដំបូងក៏យើងត្រូវចុះឈ្មោះជាមួយវាសិនក្នុង account OneCoin របស់យើងនេះគឺជាកន្លែងដែលយើងចុះបែក account របស់យើងពេញកន្លែងហ្នឹងមកពេញបែកបត់របស់យើងឥឡូវនេះខ្ញុំបានពេញហើយខ្ញុំចូលទៅបង្ហាញពីរបៀបដកលុយបើដកលុយគឺយើងចូលคลิกខាង account នោះតមកយើងចុច request withdrawal តែ account របស់ខ្ញុំគឺមាន68តមកយើងវាយចំនួន$50ឥឡូវខ្ញុំទូទាត់វាសិន68ដក$15តើសល់ប៉ុន្មាន68ដក$15ដល់សល់$53អញ្ចឹងខ្ញុំដក50ទៅ bank wire របស់ខ្ញុំតមកខ្ញុំវាយ password ទី2ហើយ click withdrawal ឥឡូវគឺ message ដាក់ថា thank you for your withdrawal request it will process within the next 10 banking day អញ្ចឹងរយៈពេល10ថ្ងៃហ្នឹងចាប់ពីថ្ងៃទី3ទៅ10ថ្ងៃទៀតវានឹងធ្លាក់ចូលមក bank account របស់ខ្ញុំគឺ bank wire របស់ខ្ញុំនឹងខ្ញុំបាន register មកពេល ICICI បានគឺការបញ្ជូនលុយគឺសូមចប់ទៅនឹងសូមបញ្ជាក់ថាបើយើងមានលុយត្រឹម$60គឺយើងមិនអាច transfer ទៅបានទេតែយើងមានគឺមិនឲ្យយើងដកយកចំនួនលុយចំនួននោះយើងដកទៅឲ្យដក15ចេញហួសឲ្យវាស្មើ$50ឡើងទៅយើងអាចដកបានបើយើងមានត្រឹម50គាត់គឺយើងអាចដកបានទេដូចជាឧទាហរណ៍ដូចជា60ដកឲ្យ15 60នៅសល់45អញ្ចឹងយើងអាចដកបានទេព្រោះយើង transfer ពី account OneCoin ពី cash account ទៅធនាគារគឺវាត្រូវកាត់សេវាកម្ម$15អញ្ចឹង45នេះវាអត់គ្រប់គឺវាតម្រូវឲ្យយើងសល់50ដែលយើងអាចដកបានសូមអរគុណសូមជួយ like និង subscribe ផងបាទសូមអរគុណ